នគរបាលមានក្បាលពោះធំអត់ទុកទេដើមខែឧសភានេះអធិការខណ្ឌកំបូលចាប់ផ្ដើមកោះហៅមន្ត្រីរបស់ខ្លួនកំចាត់ខ្លាញ់ក្បាលពោះចេញដោយមានគ្រូបង្វឹកណែនាំច្បាស់លាស់ដោយមានការអនុញ្ញាតពីឯកឧត្តមឧត្តមស្នេហ៍ឯកជុននរិនអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញនៅថ្ងៃទី1ខែឧសភាឆ្នាំ2025នេះលោកវរៈស្នេហ៍ឯកហុងពិសិដ្ឋអធិការនៃអធិការដ្ឋាននគរបាលខណ្ឌកំបូលបានដឹកនាំកិច្ចប្រជុំនិងពិភាក្សាជាមួយគ្រូជំនាញហាត់ប្រាណដើម្បីធ្វើការសម្រកក្បាលពោះដល់មន្ត្រីនគរបាលដែលមានក្បាលពោះធំបើយោងតាមគណនីបណ្ដាញសង្គមភ័យផ្លូវការរបស់អធិការដ្ឋាននគរបាលខណ្ឌកំបូលនៅព្រឹកថ្ងៃទី1ឧសភានេះបានបង្ហោះរូបភាពជាច្រើនសន្លឹកបង្ហាញពីសកម្មភាពរបស់មន្ត្រីនគរបាលកំពុងហាត់ប្រាណយ៉ាងស្វិតស្វាញនៅក្លឹបហាត់ប្រាណដែលមានឧបករណ៍ចម្រុះសម្បូរបែបក្នុងនោះតាមការបញ្ជាក់របស់អធិការនគរបាលខណ្ឌបានឲ្យដឹងបន្ថែមថាការអនុវត្តនេះចាប់ផ្ដើមពីថ្ងៃទី1ខែឧសភាឆ្នាំ2025នេះតទៅស្ថិតនៅក្លឹបហាត់ប្រាណអាណាចក្រកំបូលដែលមានទីតាំងស្ថិតនៅសង្កាត់កន្ទោកខណ្ឌកំបូលរាជធានីភ្នំពេញមិនត្រឹមតែប៉ុណ្ណោះមន្ត្រីនគរបាលដែលត្រូវហាត់ប្រាណសម្រកខ្លាញ់ក្បាលពោះក៏មានគ្រូបង្វឹកសម្រាប់បង្ហាត់ជារៀងរាល់ថ្ងៃផងដែរគឺចាប់ពីវេលាម៉ោង 11:00 នាទីដល់ម៉ោង 12:00 នាទីដោយមានការណែនាំពីរបៀបហាត់និងពន្យល់ពីរបបអាហារប្រចាំថ្ងៃដែលគួរទទួលទានឲ្យបានសមស្របហើយមានប្រសិទ្ធភាពយ៉ាងណាមិញតកតងករណីនេះទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជនទូទៅបង្ហាញការលើកទឹកចិត្តព្រមទាំងជំរុញឲ្យកងកម្លាំងទាំងអស់នៅតាមបណ្ដាខណ្ឌនិងខេត្តផ្សេងទៀតចាប់ផ្ដើមអនុវត្តការហាត់ប្រាណសម្រកខ្លាញ់ក្បាលពោះតាមវិធីសាស្ត្រដោយមន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌកំបូលឬតាមវិធីសាស្ត្រនានាដទៃទៀតដែលមិនត្រឹមតែជួយឲ្យមន្ត្រីនគរបាលជាសម័យខ្លួនផ្ទាល់មានសុខភាពល្អទាំងផ្លូវកាយផ្លូវចិត្តនិងបំពេញការងារបានល្អកម្លាំងមាំទាំប៉ុណ្ណោះទេថែមទាំងទទួលបានការគោរពស្រឡាញ់ពីប្រជាពលរដ្ឋទ្វេដង